thôi dươngចូលមកកន្លែងនេះមកយើងមានពាក្យ try យ៉ាងមកនេះធម្មតាវានៅលើនេះអញ្ចឹងណា Hello សួស្តីទាំងអស់គ្នាហ្នឹងហើយ Welcome back ជួបមួយខ្ញុំអូនអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការ install នៅ Google Drive ដាក់បញ្ចូលមកលើ desktop ដូចជាយើងមាន try អញ្ចឹងយើងចង់យក Google Drive របស់យើងមកដាក់លើ desktop ដូចជាឲ្យវាសូនៅកន្លែងហ្នឹងជា page try C try D អញ្ចឹងណាចឹងដើម្បីធ្វើបានអញ្ចឹងចូលទៅកាន់វីដេអូយើងអស់នេះអញ្ចឹងមុនដំបូងយើងត្រូវមាន Google Drive មួយសិនអញ្ចឹងយើងចូលទៅ download មកយើងវាយGoogle Drive download desktop អញ្ចឹងណាអូខេdesktop is not អូខេមួយនេះអញ្ចឹងយើងចូលមកយើង download វាហើយ install មកអញ្ចឹងវាមានពាក្យ download Drive for desktop អញ្ចឹងយើងចុច download វាមកចាំវាតិចអញ្ចឹង file វាអត់ធំបានណាអូខេអញ្ចឹងបន្ទាប់ពី download បានចប់ហើយអញ្ចឹងយើង install វាមកអូខេចាំតិចSend folder អូខេបន្ទាប់ពីបាន download ចប់ហើយគឺយើងតម្លើងវាចុចចេះមកអូខេ install វាមកអញ្ចឹងហើយអញ្ចឹងយើងចង់ឲ្យ add វាទៅ desktop អត់បើអត់ចង់ add ទេទុកវាអញ្ចឹងខ្ញុំសុំអត់ add ទេអញ្ចឹងចុច install យកមកអូខេឥឡូវគឺវាបាន install ចប់ហើយអញ្ចឹងខ្ញុំបើកវាមកតើពីបើករួចហើយយើងចុច start មកវាតើតើជាមួយនឹងការ connect អញ្ចឹងវា connect ទៅកាន់ Google account របស់យើងអញ្ចឹងយើងត្រូវការ sign in បើសិនជាយើងមាន account Google មួយហើយអញ្ចឹងយើងចុច sign in មកតែបើសិនជាអត់មានទេយើងចុច create new ដើម្បីបង្កើតថ្មីអញ្ចឹងខ្ញុំមានហើយដោយសារខ្ញុំមានហើយអញ្ចឹងខ្ញុំសូមធ្វើការចុច sign in មកអញ្ចឹងវានឹង load មកកាន់account របស់យើងអញ្ចឹងខ្ញុំចង់ connect ជាមួយ account ហ្នឹងគឺវា scroll នៅលើហ្នឹងមក sign in អូខេ sign in success ហើយបន្ទាប់មកគឺយើងចូលទៅមើលក្នុង Drive របស់យើងអូខេបន្ទាប់មកគឺវាចេញនៅទាំងមួយហ្នឹងគឺ welcome to Google Drive អញ្ចឹងអត់ទេទៅជាមួយនេះវាចង់សួរយើងថាចង់ add path តើណាអញ្ចឹងណាអញ្ចឹងខ្ញុំសូមដាក់លើ desktop មួយមកហើយចុច next តើតើកន្លែងនេះគឺ backup អញ្ចឹងយើងចង់ backup តើតើជាមួយនឹង file ឬ data របស់យើងទៅដាក់នៅណាអញ្ចឹងណាជាកន្លែងនេះខ្ញុំសូម skip អញ្ចឹងតើតើមួយកន្លែងនេះគឺវាបញ្ជាក់ថាវានឹង send Google Drive របស់យើងគឺដាក់នៅលើ desktop ឈ្មោះរបស់ខ្ញុំអញ្ចឹងសូមចុច next មកអូខេកន្លែងហ្នឹងចុច next ទៀតមក open Google Drive អូខេតើមកយើងនឹងពេលយើងចូលមកកាន់ PC របស់យើងមកអញ្ចឹងវានឹងសូនៅកន្លែងនេះអូខេអញ្ចឹងវាចេញមកដូចប្រភេទ try អញ្ចឹងណាដូចជា hard drive របស់យើងអញ្ចឹង try C try D អញ្ចឹងគឺវាសូមកបែបហ្នឹងអញ្ចឹងយើងអាចចូលទៅ check បានតើទៅជាមួយ try របស់យើងមានអីខ្លះនៅនេះអញ្ចឹងដែលយើងបាន store ទុកអូខេជាធម្មតាបើសិនជាយើងអត់បានតម្លើងវាអញ្ចឹងទេយើងត្រូវ access តាមរយៈ web browser អញ្ចឹងណាឧទាហរណ៍យើងចូលមកកន្លែងនេះមកយើងមានពាក្យ try យ៉ាងមកនេះធម្មតាវានៅលើនេះអញ្ចឹងណាអញ្ចឹងដើម្បីឲ្យវាងាយស្រួលយើងចង់ប្រើនៅលើ local computer របស់យើងមិនបាច់ access ចូលមកកាន់ browser អូខេយើងឡើងធ្វើបែបនេះបានអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូម